សួស្តីទាំងអស់គ្នាឥឡូវយើងមកបន្តសាច់រឿងរបស់ជូកាឈៀវដែលជាកូនចិញ្ចឹមរបស់ជូកាលៀងមុននឹងចូលសាច់រឿងខ្ញុំចង់បញ្ជាក់បន្តិចសិនថាអ្វីដែលអ្នកនរគ្នាស្ដាប់នេះមិនមានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រសាមកុកមិនមាននៅក្នុងបឡោមលោកសាមកុកទេវាជាការប្រឌិតបន្ថែមរបស់ខ្ញុំដើម្បីឲ្យស៊ីគ្នាជាមួយនឹងតួអង្គខ្ញុំរក្សាព្រឹត្តិការណ៍គ្រប់យ៉ាងឲ្យនៅដដែលឈ្មោះតួអង្គឆ្នាំគឺដូចគ្នាទាំងអស់គ្រាន់តែខ្ញុំបន្ថែមជាសាច់រឿងដើម្បីឲ្យអ្នកនរគ្នាបានស្គាល់តួអង្គផ្សេងទៀតដែលគេអត់លើកឡើងនៅក្នុងវគ្គនេះគឺយើងនិយាយអំពីជូកាឈៀវហើយនិងអ៊ូយៀនអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងឆ្នាំ223ក្រោយពេលលាវប៉ៃស្លាប់លាវសានក៏ឡើងសក្រងរាជនគរស៊ូបាក់កម្លាំងទ័ពជាខ្លាំងប៉ុន្តែជូកាលៀងបានប្រឹងប្រែងរកវិធីពង្រឹងនគរឡើងវិញជាពិសេសគឺផ្នែកកងទ័ពអ៊ូយៀនត្រូវលាវសានតែងតាំងជាសម្ដេចដោយមើលទៅតាមគុណសម្បត្តិរបស់គាត់ថ្ងៃនេះជូកាលៀងប្រាប់ឲ្យអ៊ូយៀនមកជួបគាត់នៅសំណាក់ធ្វើការទាំងព្រឹកជូកាលៀងបាននាំកូនប្រុសរបស់គាត់ជូកាឈៀវមកជាមួយពួកគេទាំងពីរនាក់ដើរចូលមកដល់ក៏ឃើញអ៊ូយៀនកំពុងឈររងចាំស្រាប់អ៊ូយៀនងាកមកឃើញជូកាលៀងភ្លាមក៏អោនក្បាលហើយនិយាយថាសូមគោរពលោកអបរាជអ៊ូយៀនខ្ញុំមានការចង់ពឹងឯងនេះគឺជាកូនប្រុសរបស់ខ្ញុំប៉ោសុងខ្ញុំចង់ឲ្យវានៅក្បែរខ្លួនឯងរៀនពីឯងដើម្បីធ្វើជាមេទ័ពម្នាក់អាចចូលធ្វើសង្គ្រាមនៅថ្ងៃក្រោយបានអូយៀនសម្លឹងមើលមុខប៉ោសុងមួយផ្លែតរួចគិតក្នុងចិត្តថាហេតុអីបានជាលោកអបរាជឲ្យខ្ញុំជាអ្នកបង្រៀនទៅវិញគាត់គួរតែឲ្យជាឡុងឬក៏មេទ័ពហួងបង្រៀនទៅត្រូវជូកាលៀងឃើញអូយៀននៅស្ងៀមក៏ប្រាប់អូយៀនឯងមិនចាំបាច់ឆ្ងល់ទេថាហេតុអីខ្ញុំឲ្យប៉ោសុងមករៀនពីឯងក្នុងចំណោមមេទ័ពដែលនៅក្បែរខ្លួនខ្ញុំឯងអាចដឹកនាំទ័ពវាយលុកក៏បានការពារក៏បានខ្ញុំចង់ឲ្យប៉ោសុងយល់ពីវិធីធ្វើសង្គ្រាមទាំងពីរប្រភេទជឺឡុងបកាយការពារហូងចុងបកាយវាយលុកតែឯងអាចធ្វើបានទាំងពីរយ៉ាងអ៊ូយៀនស្ដាប់ជូកាលៀងសរសើរគាត់ហើយញញឹមបិទមាត់មិនចិត្តទេលោកអបរាជសរសើរខ្ញុំពេកហើយជូកាលៀងសើចហើយងាកទៅកូនប្រុសរបស់គាត់និងនិយាយថាពេលស្ដេចអង្គមុនវាយយកហានចុងបានហើយទ្រង់បានសួរទៅមន្ត្រីទាំងអស់ថាគួរទុកមេទ័ពណានៅការពារហានចុងមន្ត្រីជាច្រើនសុទ្ធតែនិយាយថាឲ្យមេទ័ពចាងនៅការពារតែស្ដេចអង្គមុនបែរជាជ្រើសអ៊ូយៀនទៅវិញគ្រប់គ្នាភ្ញាក់ផ្អើលសម្បីតែចាងហ្វៃក៏មិនហ៊ានតវ៉ាដែរអ៊ូយៀនស្ដាប់ជូកាលៀងនិយាយបណ្ដាញញឹមបណ្ដាគាត់នៅតែដឹងគុណលាវប៉ៃជានិច្ចជូកាលៀងសួរអ៊ូយៀនឯងនៅចាំបានថាឯងនិយាយអ្វីខ្លះទេនៅពេលនោះអ៊ូយៀនគិតមួយសន្ទុះហើយក៏តបថាខ្ញុំមិនចាំទេលោកអបរាជខ្ញុំនិយាយច្រើនណាស់នៅថ្ងៃនោះជូកាលៀងសើចឯងនិយាយអះអាងនៅនឹងមុខស្ដេចអង្គមុនថាបើឆាវហ៊ានលើកទ័ពមកវាយហានចុងឯងនឹងជួយព្រះអង្គទប់ទល់នឹងឆាវបើជាមេទ័ពរបស់ឆាវលើកទ័ពមួយសែនអ្នកមកឯងនឹងចេញទៅសម្លាប់រង្គាលដើម្បីព្រះអង្គជូកាលៀងមើលមុខអ៊ូយៀននឹកដល់កាយវិការនិងទឹកមុខរបស់លាវប៉ៃនៅពេលនោះលាវប៉ៃពេញចិត្តនឹងសម្ដីអ៊ូយៀនមួយម៉ាត់នេះណាស់អ៊ូយៀនធ្វើជាប្រកែកដើម្បីដាក់ខ្លួនពេលនោះខ្ញុំចេះតែនិយាយប៉ុណ្ណោះមិនបានគិតវែងឆ្ងាយអ្វីទេឆាវជាសត្រូវធំរបស់ព្រះអង្គខ្ញុំជាមេទ័ពត្រូវចេញប្រយុទ្ធជំនួសព្រះអង្គជូកាឈៀវក៏លូកមាត់សូមលោកមេទ័ពជួយបង្ហាត់បង្រៀនខ្ញុំផងអ៊ូយៀនលូកដៃទៅទទួលការគោរពពីក្មេងប្រុសនោះហើយនិយាយថាក្មួយប្រុសហេតុអីបានជាចង់ចេញប្រយុទ្ធលើសមរភូមិទៅវិញហេតុអីមិនធ្វើជាទីប្រឹក្សាជូកាឈៀវក៏តបប្រាជ្ញាអាចពឹងលើពុកនគរស៊ូត្រូវការមេទ័ពពូកែច្រើនទៀតអ៊ូយៀនងក់ក្បាលហើយងាកទៅជូកាលៀងវិញខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពបន្ទាប់ពីការជួបគ្នានេះហើយជូកាឈៀវក្លាយទៅជាមេទ័ពម្នាក់នៅក្រោមបង្គាប់របស់អ៊ូយៀនតែងតែពន្យល់បន្ថែមពីអ្វីដែលគាត់ធ្វើនៅក្នុងជំរំទ័ពពេលខ្លះគាត់និយាយអួតពីខ្លួនឯងពេលខ្លះគាត់និយាយពីយុទ្ធសាស្ត្រពិតប្រាកដអ៊ូយៀនមានយុទ្ធសាស្ត្រការពារមួយដែលគេហៅថាច្រកច្រើនដំណាក់ដែលជាវិធីការពារព្រំដែនដោយប្រើប្រាស់ជំរំទ័ពជាច្រើនព័ទ្ធជុំវិញព្រំដែននិងច្រកចេញចូលផ្សេងរបស់ហានចុងទាហានអ៊ួយដែលចង់វាយចូលត្រូវឆ្លងកាត់ទាហានស៊ូដែលនៅការពារជាច្រើនដំណាក់អ៊ូយៀនបង្កប់អន្ទាក់ពេញច្រកភ្នំដូច្នេះទោះបីជាអាចវាយចូលមួយដំណាក់ហើយ
ក៏ប្រហែលជាធ្លាក់ទៅក្នុងអន្ទាក់ដោយមិនដឹងខ្លួនដែរអ៊ូយៀននាំជូកាឈៀវទៅមើលអន្ទាក់ដែលគាត់រៀបចំដោយខ្លួនឯងគាត់លើកពីហេតុផលរបស់គាត់ឲ្យជូកាឈៀវមើលឃើញថាព្រំដែនហានចុងនេះមានគាត់នៅការពារហើយប៉សងត្រង់នេះច្រកចូលចង្អៀតនិងពិបាកដើរដូច្នេះការបង្កប់អន្ទាក់គឺងាយស្រួលណាស់បើទាហានអ៊ួយចូលមកដល់ត្រង់នេះយើងអាចទម្លាក់ថ្មឬដុំឈើសម្រាប់ពួកគេបានទោះមិនអាចសម្រាប់ពួកវាទាំងអស់ក៏អាចពជាពេលដើម្បីឲ្យដំណាក់ខាងក្រោយត្រៀមខ្លួនដែរជូកាឈៀវងក់ក្បាលនិងដើរមើលកន្លែងដែលអ៊ួយយៀនរៀបចំដុំថ្មអ៊ួយយៀនរៀបចំថ្មជា5ដំណាក់កាលនៅសងខាងច្រឡងភ្នំបើមានសត្រូវចូលមកអ៊ួយយៀនអាចប្រើទាហានព្រួញបាញ់សម្រាប់ពីលើផងនិងកាត់ថ្មទម្លាក់ជាច្រើនដងទៀតលោកពូខ្ញុំមានចម្ងល់មួយបើយុទ្ធសាស្ត្រការពារនេះបានផលល្អហេតុអីស្ដេចអង្គមុនមិនព្រមប្រើអ៊ូយៀនសើចបន្តិចមុននឹងឆ្លើយព្រះអង្គចូលចិត្តប្រើរបៀបការពារធម្មតាដែលបោះជំរំនៅតែកន្លែងសំខាន់ទេធ្វើបែបនេះវាល្អមើលនៅលើវារៀបតបយើងនៅលើផ្នៅភ្នំត្រូវតែប្រើស្ថានភាពដីភ្នំមកធ្វើជាយុទ្ធសាស្ត្រមានប្រៀបមិនអាចការពារដូចនៅវារៀបទេផ្លូវភ្នំបត់បែនច្រើនការដាក់ទាហានការពារក៏ត្រូវតែមានច្រើនស្រទាប់ដូចគ្នាដែរអ៊ូយៀនឈប់បន្តិចរួចក៏និយាយបន្តទៀតលោកអបរាជអនុញ្ញាតឲ្យរៀបចំរបៀបការពារបែបនេះក្រោយពេលស្ដេចអង្គមុនបរាជ័យនៅអ៊ីលីងប៉ុណ្ណោះជូកាឈៀវចូលមើលការរៀបចំរបស់អ៊ូយៀនគាត់ដឹងថាអ៊ូយៀនចង់និយាយបន្តទៀតហេតុនេះមិនទាន់ចង់សួរកាត់កុំថាខ្ញុំនិយាយអួតមួយប្រុសសាកសម័យមើលតបអ៊ួយចូលដល់ហានចុងហើយត្រូវធ្វើដំណើរតាមច្រកចង្អៀតស្រាប់តែមកដល់ផ្លូវចេញពីច្រកចង្អៀតមានទាហានឈរបាញ់ព្រួញពីលើពួកគេភ័យក៏ដកថយក្រោយក៏ត្រូវដុំថ្មធំទម្លាក់ធ្លាក់បិទផ្លូវចិត្តទៀតតើពួកវាអាចធ្វើអីបានគឺមានតែស្រែកយំអង្វរឲ្យយើងទុកជីវិតឲ្យទេសម្រុកទៅមុខក៏មិនកើតថយក្រោយក៏មិនកើតទាហានអ៊ុយដែលចូលមកហានចុងគឺដូចមករកកន្លែងស្លាប់របស់ខ្លួនឯងជូកាឈៀវក៏សម័យឃើញបែបនេះដូចគ្នាដែរបើតាមលបឿននៃការបញ្ជាទ័ពរបស់អ៊ុយយៀនទ័ពស៊ូអាចមានព្រៀបពិតមែននៅក្នុងច្រកហានចុងនេះកាន់តែស្ដាប់អ៊ុយយៀននិយាយជូកាឈៀវកាន់តែយល់ពីមូលហេតុដែលឪពុកគាត់ចង់ឲ្យគាត់មករៀនពីអ៊ុយយៀនមុនពេលដែលមកជូកាលៀងបានប្រាប់កូនខ្លួនឯងថាអ៊ុយយៀនថ្មីត្បិតតែក្អេងក្អាងតែជាមេទ័ពដែលអាចទុកចិត្តបានអ៊ុយយៀនក៏អាចប្រើប្រាស់ទ័ពតិចទៅបង្កការខូចខាតដល់សត្រូវដែលមានទ័ពធំជាងបានដែរវគ្គនេះចប់ត្រឹមហ្នឹងហើយវគ្គក្រោយគឺជាអេពីសូតចុងក្រោយរបស់ជូកាឈៀវហើយយុទ្ធសាស្ត្រដែលខ្ញុំលើកឡើងនៅក្នុងវគ្គនេះគឺមាននៅក្នុងប្រវត្តិសាស្ត្រជារបស់អ៊ុយយៀនដែលគេបន្តប្រើជាច្រើនឆ្នាំក្រោយពេលដែលអ៊ុយយៀនស្លាប់បាត់ទៅរហូតដល់ពេលដែលជាងអ៊ុយឡើងធ្វើជាមេទ័ពធំទើបគាត់ស្នើឲ្យលាវសានដកយុទ្ធសាស្ត្រនេះចេញហើយវាគឺคล้ายជាចំណុចខ្សោយដែលធ្វើឲ្យនគរអ៊ុយអាចវាយចូលក្នុងនគរស៊ូបានចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូតនេះអរគុណសម្រាប់ការស្ដាប់បើសិនជាអ្នកនរពេញចិត្តវីដេអូនេះកុំភ្លេចចុច like ផងអ្នកដែលមិនទាន់បាន subscribe ទេជួយ subscribe channel ថ្មីនេះមួយទៀតមកអរគុណចាំជួបគ្នានៅក្នុងអេពីសូតក្រោយ